មកចាចំនួននឹងវីដេអូជាកាញ់ម្ដាយចាហើយភ្ញៀវវិញអត់មានពេលមកធ្វើទេឥឡូវហ្នឹងគឺម្ដាយមកធ្វើដល់ផ្ទះរបស់គាត់ចាប៉ុន្តែជាទូទៅនឹងម្ដាយអាចធ្វើតាមផ្ទះទេចាប៉ុន្តែដោយសារតាគាត់អត់មានពេលមកសោះមកហើយម្ដាយជិះកាត់ផ្ទះគាត់រាល់ថ្ងៃដែរអញ្ចឹងទៅក៏ឆ្លៀតធ្វើជូនគាត់តិចទៅចាដោយសារតែគាត់ទ្រាំលែងបានហើយការងារច្រើនអ្នកលពលអីចឹងណាតែពេលចឹងទៅគឺជើងរបស់គាត់កប់ខ្លាំងមែនបងប្អូនអរគ្នាច្បាស់ឥឡូវហ្នឹងយើងធ្វើការឆ្កឹះចិត្តបានសម្រាប់ចែកចាឃើញថាចេញមកធំដែរអញ្ចឹងណាចាអញ្ចឹងបានគាត់ឈឺណាស់ណាតាឡើងឡើងចង់រួចហើយជើងរបស់គាត់រៀងផ្សិតដែរបងអូនទាំងអស់គ្នាអញ្ចឹងតាមធ្វើឡើងម្ដែរទោះជាភ្ញៀវខាន់ធ្វើយូរប៉ុណ្ណាក៏ដោយគឺអត់មានបញ្ហាចាក់ហើមធ្លាយធ្លុះអីទេចាគាត់តែថានៅពេលដែលវារៀងដុំមកគល់រៀងធំអញ្ចឹងគឺវាធ្វើឲ្យជើងរបស់យើងវាដុបផ្សិតទៅអញ្ចឹងទៅតែបើសិនជាឆ្កឹះសគល់ចាក់ហើមអីគឺអត់មានទេចាចឹងបងអូនទាំងអស់គ្នាណាដែលគាត់មានបំណងចង់មកធ្វើជាខាងជាមួយម្ដាយអីចាក៏អាចជួយមកបានដែរហើយម្ដាយគឺនៅខាងបៃតាបងអូនទាំងអស់គ្នានិយាយទៅបើសិនជាបងអូនចង់បានធ្វើកញ្ចក់ក៏ម្ដាយមានផងដែរចាអញ្ចឹងទាំងថានៅក្នុង YouTube នេះមាន friend TikTok របស់ម្ដាយអត់ទេចាពីព្រោះចេះជីឡានមុនអត់គោលដែរស្រួលតោះឡានអត់មានធំអីទេឥឡូវសង្ឃឹមថាមានច្រើនតែឡានបើកទ្វារដល់ចាចាំបើសិនជាមានអ្នកស្គាល់តែពេលចឹងវាអត់គោលទេមួយម្នាក់មកចាហើយយ៉ាំយើងទៅជួបគ្នានៅក្នុង TikTok ទៀតចាហើយមិនសូវមានវីដេអូថ្មីទេសារអត់សូវបានថតបងអូនចាបើសិនជាពេលមានភ្ញៀវច្រើនវិញគឺរត់តែអត់ទៀតហើយចាមានបានថតបានអីទេហើយពេលខ្លះទៅផុសវីដេអូដដែលដែរចឹងណាចាគាត់ថាវីដេអូនេះខ្លីឯងក៏ពិតជើងភ្ញៀវមិនណាថតអត់សូវបានអស់អញ្ចឹងណាអញ្ចឹងទៅដោយសារតាបញ្ញាផងហើយគិតថាលក្ខណៈថានៅកន្លែងភ្ញៀវហ្នឹងគឺសភាពអត់មានដូចកន្លែងយើងទេអញ្ចឹងប្រវាក់ទាំងការថតប្រវាក់ទាំងការប្រើភ្លើងអីចឹងប៉ុន្តែដល់ទៅពេលមានអារម្មណ៍ថាស្ដាយអញ្ចឹងណាវាឆ្កឹះមកធំដែរទៅក៏បានប្រហោងមួយអញ្ចឹងបានមកវីដេអូទៅចាកុំអីមិនដឹងបានអីផុសជូនបងអូនទាំងអស់គ្នាមើលទេហើយបើសិនជាបងអូនណាស្គាល់ម្ដាយវាដុបសិតទៅនេះជួយ comment ផងណាចាជួយសញ្ញាផងហើយនៅក្នុង account TikTok របស់ម្ដាយក៏ឈ្មោះម្ដាយដូចគ្នាចាអញ្ចឹងបងអូនអាចជួយធ្វើការ add បានមិនថា Facebook ទេគឺវាយតាមម្ដាយទៅចាញ់ឲ្យតែពាក់ព័ន្ធជាមួយនឹងការធ្វើចោលចាអញ្ចឹងអរគុណច្រើនហើយណាបងអូនទាំងអស់គ្នាសូមជួយគាំទ្រផងអរគុណជំរាបលា